ខ្ញុំចង់ធ្វើការមួយក្រុមហ៊ុនឡាកាម៉ូខ្ញុំចង់ទៅធ្វើទាំងដែលខ្ញុំកំពុងតែខ្មៅជាប់តើគាត់ទទួលយកខ្ញុំឬក៏អត់បងប្អូនដឹងស្រាប់ហើយពីមុនមកខ្ញុំធ្លាប់ធ្វើការជាមួយម៉ាមីលើប៊ីយ៉ាខ្ញុំហ៊ានចេញវីដេអូនេះឡើងគឺខ្ញុំឃើញវីដេអូម្សិលមិញគាត់ទៅសួរសុខទុក្ខម៉ាមីលើប៊ីយ៉ានៅពន្ធនាគារបងប្អូនខ្ញុំចិត្តគុកខែហើយនិយាយរួមទៅចិត្តឆ្លងតលេចិត្តអីចឹងណាចឹងខ្ញុំគិតថា20ថ្ងៃទៀតអីហ្នឹងប្រហែលជាខ្ញុំឆ្លងតលេហើយអីចឹងគឺខ្ញុំត្រូវរកការងារធ្វើឲ្យហើយបងប្អូនដឹងស្រាប់ហើយពីមុនមកខ្ញុំធ្លាប់ធ្វើការជាមួយម៉ាមីលើប៊ីយ៉ាអញ្ចឹងខ្ញុំឆ្លាញ់អាការងារប្រម៉ូតលេឆ្លាញ់ការងារអីហ្នឹងណាតែដល់ពេលឥឡូវខ្ញុំចេញពីគាត់ចឹងទៅអត់មានការងារធ្វើទេអត់មានការងារធ្វើនៅក្រុមហ៊ុនណាជាប់លាប់ទេគាត់ទទួលប្រម៉ូតបន្តិចតួចប៉ុន្តែឥឡូវខ្ញុំសម្លឹងឃើញក្រុមហ៊ុនមួយដែលខ្ញុំអាចថាជ្រកក្រោមក្រុមហ៊ុនហ្នឹងអាចថាទៅធ្វើការនៅក្រុមហ៊ុនហ្នឹងបានតែបងប្អូនជួយគ្រប់គ្រងឬ support ខ្ញុំអត់ថាបើសិនជាខ្ញុំទៅសុំម្ចាស់ក្រុមហ៊ុននឹងធ្វើការចិត្តខ្ញុំដែលស្រឡាញ់ក្រុមហ៊ុនគាត់ចង់ធ្វើព្រោះអីខ្ញុំសម្លឹងឃើញថាមានក្រុមហ៊ុនគាត់ឯងដែលខ្ញុំអាចធ្វើការបានអញ្ចឹងណាគឺក្រុមហ៊ុនបងស្រីឡាកាម៉ូដោយសារអីដោយសារតែគាត់ធ្លាប់ជាមិត្តភក្តិរបស់ម៉ាមីលើប៊ីយ៉ាទី1ទី2ទៀតខ្ញុំធ្លាប់ជួបគាត់នៅផ្ទះម៉ាមីពេលគាត់ទៅកម្មវិធីម៉ាមីអញ្ចឹងខ្ញុំឃើញពីទង្វើអត្តចរិតអីរបស់គាត់ slow boat ហើយក៏គួរឲ្យគោរពហើយមួយទៀតរឿងដែលខ្ញុំធ្វើខ្ញុំហ៊ានចេញវីដេអូនេះឡើងគឺខ្ញុំឃើញវីដេអូម្សិលមិញគាត់ទៅសួរសុខទុក្ខម៉ាមីលើប៊ីយ៉ានៅពន្ធនាគារខ្ញុំឃើញវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្ញុំក្តុកក្តួលមែនទែនខ្ញុំក៏ធ្លាប់បានទៅសួរសុខទុក្ខម៉ាមីដែរប៉ុន្តែខ្ញុំអត់ដែរហ៊ានថតបង្ហោះអត់ដែរអីទេខ្ញុំធ្លាប់ទៅបានម្ដងតាំងពីមានបញ្ហាមកតែដល់ពេលម្សិលមិញឃើញគាត់ទៅខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងទៅសុំគាត់ធ្វើការនៅក្រុមហ៊ុនរបស់គាត់អញ្ចឹងបងប្អូនជួយ recommend ជួយ share វីដេអូនេះឲ្យគាត់បានដឹងផងព្រោះអីខ្ញុំមិនដឹងតាក់ទងគាត់តាមណាព្រោះអីយើងអត់មានសាររយៈអីចឹងណាចង់ប្រាប់ថាខ្ញុំចង់ធ្វើការមួយក្រុមហ៊ុនឡាកាម៉ូខ្ញុំចង់ទៅធ្វើទាំងដែលខ្ញុំកំពុងតែខ្មៅជាប់តើគាត់ទទួលយកខ្ញុំឬក៏អត់អញ្ចឹងណាបងប្អូនជួយ share ផងណាបងប្អូនបើគ្រប់គ្រងឲ្យខ្ញុំទៅធ្វើការនៅក្រុមហ៊ុនមួយគាត់ណា